កម្ពុជាកំពុងរៀបចំច្បាប់ស្តីពីការប្រឆាំងការឆបោកតាមអនឡាញរដ្ឋមន្ត្រីក្រសួងយុតិធម៌លោកការរិទ្ធនៅថ្ងៃទី11ខែកុម្ភៈបានដឹកនាំកិច្ចប្រជុំអន្តរស្ថាប័នដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីបង្កើនប្រសិទ្ធភាពនៃការបង្ក្រាបការឆបោកតាមអនឡាញយោងតាមក្រសួងយុតិធម៌ការបង្កើតច្បាប់នេះធ្វើឡើងជាគោលការណ៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតដែលមកទល់នឹងពេលនេះសេចក្តីព្រាងច្បាប់បានរៀបចំរួចរាល់ហើយនិងកំពុងឆ្លងការពិគ្រោះយោបល់ពីអន្តរស្ថាប័នដើម្បីប្រមូលធាតុចូលបន្ថែមទៀតដើម្បីធានាពីភាពគ្រប់ជ្រុងជ្រោយនៃសេចក្តីព្រាងច្បាប់នេះនិងធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រសួងស្ថាប័នពាក់ព័ន្ធនៅក្នុងការពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់នេះរួមមានក្រសួងមហាផ្ទៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុធនាគារជាតិនៃកម្ពុជាក្រមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព្រមទាំងអង្គភាពនគរបាលយុតិធធយោងតាមក្រសួងយុតិធបន្ទាប់ពីបានបង្ហាញនិងពិគ្រោះយោបល់អង្គប្រជុំបានឯកភាពគ្នាជារួមទៅលើសេចក្តីព្រាងច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះក្រសួងបន្តថាច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានឹងបង្កើតជាក្របខ័ណ្ឌគតិយុត្តមួយដ៏សំខាន់និងច្បាស់លាស់បន្ថែមទៀតដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលជាអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាលោកថ្លែងថាបន្ថែមពីនេះច្បាប់នេះក៏ត្រូវបានរៀបចំឡើងស្របតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យាដែលកម្ពុជាបានចុះហត្ថលេខានាពេលកន្លងមកសូមជម្រាបថាកម្ពុជាកំពុងធ្វើយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញដែលក្នុងយុទ្ធនាការនេះជនបរទេសជាច្រើនម៉ឺននាក់ដែលជាប់ពាក់ព័ន្ធទៅនឹងអំពើឆបោកតាមអនឡាញត្រូវបានបណ្តេញចេញនិងចាក់ចេញដោយខ្លួនឯងពីកម្ពុជាខណៈដែលមេខ្លោងជាច្រើនត្រូវបានចាប់ខ្លួននិងចោទប្រកាន់ទៅតាមច្បាប់នេះបើយោងតាមលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធ